សួស្តីថ្ងៃនេះយើងជួបគ្នានៅមេរៀនថ្មីគឺមេរៀនទី38ហើយមេរៀននេះគឺមេរៀនត្រីស័ព្ទដដែលហើយសញ្ញាត្រីស័ព្ទគឺយើងអាចហៅបានមួយទៀតថាត្រីស័ព្ទឬក៏សកលហើយនៅក្នុងមេរៀននេះដែរគឺមានការផ្លាស់ប្ដូរមួយចំនួនពីមេរៀនមុនអញ្ចឹងយើងចូលក្នុងមេរៀនទាំងអស់គ្នាមេរៀនទី38សត្រីស័ព្ទសូម្ដងទៀតសត្រីស័ព្ទសូឬយើងអានតែម្ដងថាសូម្ដងទៀតសូតារាងទី1ការអានព្យាង្គសូអីសីសូអៀសៀសូអ៊ូស៊ូសូអ៊ុស៊ុសូអ៊ូសូសូអេសេជំរាបថាមេរៀនត្រីស័ព្ទគឺយើងត្រូវតែបដូរសូស្រៈនិស្ស័យពីពួកអទៅពួកអូហើយនៅក្នុងមេរៀនសត្រីស័ព្ទសូនេះដែរគឺមានលក្ខណៈពិសេសដូចជាមេរៀនសម្រាប់ពីរដែរគឺត្រីស័ព្ទនៅពេលដែលនៅជាមួយនឹងអក្សរសហើយប៉ះជាមួយនឹងស្រៈនិស្ស័យមានស្រៈអេស្រៈអីស្រអឺស្រអឺស្រៈអើនិងស្រៈអាំគឺត្រូវតែបដូរទៅជាបុកជើងតែរបៀបនៃការអានគឺនៅដដែលតោះចាប់ផ្ដើមអានសូអឺសើសូអ៊ីស៊ីសូអឺមសឿមសូអ៊ឺស៊ឺសូអ៊ីស៊ីសូអ៊ឺស៊ឺបាទយើងចូលទៅដល់ការអានពាក្យការអានពាក្យកៅស៊ូតស៊ូស៊ីញេស៊ូសឿមចៅសៀភាស៊ីរ៉ាស៊ីតាស៊ឺបាទយើងចូលទៅដល់ការអានអត្ថបទខ្លីការអានអត្ថបទខ្លីទាស៊ីកៅស៊ូរ៉ាស៊ីតស៊ូទៅសាឡាចៅសៀតស៊ូទៅសាឡាដែរកៅស៊ូនៅកដៃចៅសៀរ៉ាស៊ីទាកៅស៊ូពីចៅសៀចៅសៀដោះកៅស៊ូបោះទៅដីទាស៊ីកៅស៊ូចៅសៀអរគុណសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយ